សួស្តីពីអ្នកទាំងអស់គ្នាថ្ងៃនេះ Adimi សូមធ្វើវីដេអូខ្លីតាក់ទងជាមួយនឹងហេតុការណ៍ខ្លះៗដែលបានកើតឡើងក្រោយពេលដែលក្រុមរបស់ Louis ចាក់ចេញពីកោះ Egghead ហេតុការណ៍ដ៏គួរឲ្យចាប់អារម្មណ៍ជាងគេគឺបរិយានៅពេលនេះស្ងប់ស្ងាត់ណាស់អត់មានវិធីជប់លៀងអីទេមូលហេតុនោះគឺដោយសារតែគ្នារបស់លោកយល់ថាពួកគេបរាជ័យដោយសារតែមិនអាចជួយដកទៅ work ចាំងបានក្រឡែកទៅមើលនៅកោះ Ehon វិញពេលនេះខ្វិចខ្ទីអស់ហើយនៅពេលនោះគេក៏បានបង្ហាញឲ្យឃើញថាភក្ងារសភីក៏ពីរនាក់គឺលូឈឺហើយនិងខាយូនៅមានជីវិតនៅឡើយងារទៅមើលសាធឿនវិញគាត់បានហៅក្រុមវាយវ៉ៃអ្នកមកប្រជុំគ្នាខ្លឹមសារនៃការប្រជុំតាសាទបាននិយាយថាពួកគាត់នៅសល់យកនៅសល់ផលហើយនឹងផាឡែនដែលអាចជួយពួកគាត់ឲ្យផលិតអាវុធណាបានអ្វីដែលគួរឲ្យសោកស្ដាយហើយមិនអាចទប់ស្កាត់បានគឺការផ្សាយចេញរបស់ដុំទ័រវេកាទាំងហើយនៅក៏មានការសោកស្ដាយផងដែរតាក់ទងជាមួយនឹងមនុស្សសយន្តតាមពិតទៅមនុស្សយន្តនឹងកាចមានប្រយោជន៍មិនស្មានថា200ឆ្នាំក្រោយមកយន្តនឹងងើបឡើងមកជួយក្រុមរបស់លោក Lorisoh នៅពេលនោះមាន YS Morale ម្នាក់បានសួរតាសាផើនថាតើអ្វីដែល Dr. Wake ផាំងនិយាយគឺជាការពិតមែនអត់ជាលទ្ធផលវ័យស្អម្នាក់នឹងត្រូវបានតាសាថែមជ្រើចេញមួយងាកទៅបើយកអានោះវិញនៅពេលដែលនាងនឹងខ្លួនឡើងនាងចាប់អារម្មណ៍ថាមានបោពពាសពេញនឹងវាកើតឡើងដោយសារតែអាសានីបានដាក់ឲ្យម៉ាស៊ីនផលិតការកាន់តែខ្លាំងលងគងលើផាំងដែលជាខួរក្បាលរបស់ Dr. Wake កំផងឲ្យហោះឡើងទៅលើមេឃដើម្បីកុំឲ្យយកប្រើវាបាននៅទឹកដីមីដែលគេហៅថា Phillyland វិញក្រុមសេនំគ្នាព្រួយបារម្ភក្រោយពេលឮ Dr. Peg ផាងានិយាយថាពិភពលោកនឹងត្រូវលិចនៅថ្ងៃអនាគតពិតមែនថាទឹកដើមរីស្នននៅខ្ពស់ជាងគេអាចអត់លិចប៉ុន្តែពួកគេព្រួយបារម្ភថាដីជុំវិញនឹងលិចអស់ហើយគ្មានដីណាដើមដំណាំធំកាឲ្យពួកគេញោមឡើយហើយនៅពេលនេះពួកគេកំពុងតែរកមុខអ្នកដែលត្រូវទទួលខុសត្រូវក្នុងរឿងហ្នឹងកន្លែងទៅមើលនៅសារប្រជុំរបស់ក្រុមដទាំងបាក់វិញគេឃើញមានអម្នាក់ទៀតដែលយើងមិនធ្លាប់ស្គាល់ទេឈ្មោះ Clovelly បានបង្ហាញខ្លួន Clovelly និយាយថាចាប់ពីថ្ងៃនេះតទៅគាត់នឹងកាន់តំណែងជំនួសនិយាយពីតាសាធុវិញខាពេលនេះគាត់កាតក៏មានបញ្ហាហើយពេលឃើញអញ្ចឹងក្រុងទាំងអស់មានការភ្ញាក់ផ្កាយយ៉ាងខ្លាំងមិនដឹងថាតទាំងអស់មានការភ្ញាក់ផ្កាយយ៉ាងខ្លាំងមិនដឹងថាតតាសាធិនកើតអីនោះទេតាមពិតទៅនៅពេលហ្នឹងតាធិនត្រូវបានអ៊ីមូសម្លប់ចោលដោយសារតែគាត់បរាជ័យក្នុងការគ្រប់គ្រងស្ថានភាពនៅកោះ Egghead តាមទៅមើលនៅផាំងដែលកំពុងតែដៅនៅលើអាកាសបន្តិចនៅក្នុងនោះក្រុម Dr. Wake ផងទាំង4ប៉ានាក់កំពុងតែពិភាក្សាគ្នាជាលក្ខណៈ digital ហើយតាមសម្ដីរបស់ពួកគេគឺខួរក្បាលរបស់ Dr. Wake ក៏ផងមិនទាន់ស្លាប់នោះទេគ្រាន់តែពួកគេត្រូវតែរិក្សាដណ្ដែតមួយរយៈសិនទម្រាំយកតែមនុស្សមានសមត្ថភាពឯងរកឃើញពួកគេហើយទាញយកពួកគេទៅប្រើបានបណ្ដាមកខ្សែបានកាត់ទៅមើលក្រុមរបស់តារ៉ានបន្តិចតាមការវិភាគរបស់ពួកគេបើសិនជាពិភពលោកជាង200ម៉ែត្រតាមអ្វីដែល Dr. Wake ផដាំងនិយាយពិតមែនកន្លែងដែលខ្ពស់នេះហេហើយអ្នកដែលឆែកឆ្លានិងសប្បាយចិត្តជាងគេនៅពេលនោះគឺសែនដីក្រោមក៏នៅពេលដែលគេចង់រៀបរាប់ប្រាប់នាងពីរឿងរ៉ាវដែលកើតឡើងលីលីប្រាប់ថាមិនបាច់ទេដោយសារតែ Dr. Wake ផងផ្សេងទៀតបានប្រាប់នាងរួចហើយការដែលនាងនៅអាចតាក់ទងក្រុម Dr. Wake ផាំងបានអញ្ចឹងធ្វើឲ្យនាងរំភើបចិត្តណាស់រហូតដល់ស្រក់ទឹកភ្នែកបានណាចាប់មកលីលីមានអារម្មណ៍ថាឃ្លានណាស់ក៏ទៅរកអីញ៉ាំហើយនៅទីនោះនាងបានជួបជាមួយនឹង Louis ដែលកំពុងតែសែតដោយសារតែគាត់មិនអាចជួយ Dr. Wake ឆាំងបានហើយដើម្បីផ្លាស់ប្ដូរបរិយាកាសឲ្យមានភាពរីករាយឡើងវិញ Lilith បានប្រកាសថាក្រុម Dr. Wake ផងនៅរស់ទាំងអស់គ្រាន់តែរស់បែបលក្ខណៈ digital មានន័យថាការសន្យារបស់លោកដែលថាជួយ Dr. Wake ផាំងឲ្យចេញពីកោះ Egghead គឺបានសម្រេចហើយគ្រាន់តែលើកអញ្ចឹងភ្លាមលោកចាប់ផ្ដើមសប្បាយចិត្តឡើងវិញហើយក៏ប្រកាសឲ្យគ្នាហើយនឹងមិត្តភ័ក្តិរបស់គាត់រៀបចំពិធីជប់លៀងសម្រាប់រឿងនេះផងណាខ្ញុំសូមស្លេះត្រឹមប៉ុណ្ណេះសិនសូមអរគុណអ្នកតាមអតីតសារនេះជាមួយខ្ញុំបើសិនជាអ្នកទាំងអាចចូលចិត្តមើលរឿងនេះសូមកុំភ្លេចជួយចុចហើយនឹងជួយ comment ពាក្យបានច្រើនហើយសម្រាប់អ្នកដែលមិនទាន់បាន subscribe channel មួយនេះទេសូមជួយ subscribe ផងដើម្បីផ្ដល់ជាកម្លាំងចិត្តដល់ខ្ញុំសូមអរគុណទុកជាមុននិងសូមជម្រាបលា